នារីម្នាក់តែងតែយំសោកព្រោះមានគេរិះគន់រូបនាងថាមិនស្អាតថ្ងៃមួយនាងបានជួបក្មេងស្រីម្នាក់ដែលពិការភ្នែកតែងតែមានស្នាមញញឹមជានិច្ចនាងសួរក្មេងស្រីនោះថាហេតុអ្វីឯងសប្បាយចិត្តម្ល៉េះក្មេងស្រីនោះតបយ៉ាងញញឹមថាខ្ញុំមិនដែលឃើញរូបសម្រស់ខ្លួនឯងទេតែខ្ញុំដឹងថាខ្ញុំមានចិត្តល្អពាក្យសម្ដីនេះបានដាស់ដល់ស្មារតីរបស់នាងឲ្យភ្ញាក់ឡើងមនុស្សស្អាតម្នាក់ស្អាតបំផុតនៅពេលដែលគេចេះស្រឡាញ់ខ្លួនឯងនិងចេះចែករំលែកសេចក្តីស្រឡាញ់ដល់អ្នកដទៃចូលញញឹមដាក់កញ្ចក់រួចប្រាប់ខ្លួនឯងថាអ្នកអស្ចារ្យណាស់ដែលឆ្លងកាត់មកដល់ថ្ងៃនេះសម្រស់ពិតចេញពីចិត្តដែលរឹងមាំ